ជាធម្មតាមួយឆ្នាំពួកខ្ញុំតែងតែនាំគ្នាទៅលេងកពតម្ដងហើយខ្ញុំមិនចោលទេក្នុងបូកគោពិតជាមានទេសភាពស្រស់ស្អាតយើងទៅអាចវិលល្ងាចបានហើយឥឡូវយើងងាយស្រួលដោយសារតែផ្លូវ41ធ្វើហើយយើងគ្រាន់ឡើងទៅចំចៅចាក់ទៅផ្លូវជាតិលេខ4ឆ្ពោះទៅកាន់ផ្លូវ41ទៅត្រង់រហូតដល់ផ្លូវបំបីទៅកពតវាពិតជាការងាយស្រួលមែនទែនដោយការធ្វើដំណើរដោយផ្លូវស្រឡះល្អនិងមិនមានឡានធំនិយាយពីបរិយាកាសនៅភ្នំបូកគោអូពិតជាស្ថានសួគ៌លោកីមែនខ្ញុំមិនដែលឃើញកន្លែងណាស្អាតបែបនេះក្នុងឆាកជីវិតរបស់ខ្ញុំហើយគឺសួរខ្ញុំថាថប់តលេងក្រៅប្រទេសអត់ខ្ញុំមិនដែលទៅទេរហងៃដើរទៅក្នុងស្រុកខ្មែរដើរសពផងឋានសួគ៌លើដីមកកណោនេះនៅក្នុងប្រទេសកម្ពុជាទៅដើរអីស្រុកគេបាទខ្ញុំដើរស្រុកខ្ញុំអស់សិនទើបខ្ញុំបានដើរទៅស្រុកគេតាមក្រោយមិនមែនតែកែបក្នុងដងទេតែគៀនតែកែមមាត់ដងស្គាល់អស់សិនបាទចាំទៅលេងស្រុកគេអូយពិតជាស្អាតណាស់ហើយបរិយាកាសស្ថិរភាពទៅរីឡិច 100% មកមានអារម្មណ៍ថា fresh ហើយនៅលើហ្នឹងនៅលើភ្នំកពតនៅលើភ្នំកពតលើគឺមានកាហ្វេលើភ្នំទៀតតែប្រហែលជាមួយលុកផ្ទះតាទឹកមាត់ហ្នឹងមកទៅគឺសួរគេទៅគឺថានៅហ្នឹងហើយខ្ញុំទៅស្អាតដែរនេះហូបចាស់ពិតមែនតែហូបថ្មីវាអត់តបានធ្វើដាក់ដោយឡែកគ្នាសិននេះឆ្នាំមុនបងប្អូនឆ្នាំមុនយើងទៅបរិយាកាសក៏ស្អាតទឹកក៏ស្អាតហើយអូយរៀងហត់តិចដែរយើងទៅវិលល្ងាចអញ្ចឹងណារៀងហត់តិចដែរតែយើងអែមដែរបរិយាកាសហ្នឹងវារលឹកសាហាវហ្មងហើយវាមានផ្សិតធម្មជាតិនេះផ្សិតហ្នឹងហៅផ្សិតបងប្អូននេះស្រឡាញ់ណានឹងមកស្ថានធម្មជាតិទៅវាមានបានដែរបងប្អូនផែនទីស្រួលពេលទៅលើក្រោយអរគុណ